យើងជួបគ្នាទៀតហើយទស្សនិកជន30ដេលីទាំងអស់ចាជឿជាក់ថាទាំងអស់គ្នាកំពុងតែរងចាំតាមដានមើលថាព័ត៌មានណាខ្លះនឹងកំពុងតែមានការចាប់អារម្មណ៍ខ្លាំងនៅក្នុង website សបាយថ្ងៃនេះដែលជាទូទៅគឺយើងជម្រាប3បងណាចាហើយស្គាល់ច្បាស់ហើយគឺបងចន្ទរាអញ្ចឹងខ្ញុំអត់ណែនាំទៀតទេចាថ្ងៃនេះថ្ងៃសុក្រផងចាខ្ញុំគិតថាព័ត៌មានច្បាស់ជាសិតថាគួរឲ្យចាប់អារម្មណ៍ខ្លាំងចាប់អារម្មណ៍រាល់ថ្ងៃនេះចាព័ត៌មានអីគេដែរបងចន្ទរាបាទព័ត៌មានអីគួរបានចាប់អារម្មណ៍គឺថ្ងៃនេះគឺតើតទៅនឹងបាមួយនៅស្ថិតនៅប្រទេសជប៉ុនណាគឺធ្វើពីសម្រាប់កែច្នៃសតសគឺបានការចាប់អារម្មណ៍កំតាន់និយាយទាំងអស់បងមានព័ត៌មានអីខ្លះដែរថ្ងៃនេះកំសាន្តកីឡាសង្គមមួយកីឡាមួយហើយនិងសិល្បៈមួយចាអូបាទហ្នឹងខ្ញុំដឹងថាឲ្យតែមានកីឡាគឺបងចន្ទរាសប្បាយចិត្តជាងគេព្រោះអីត្រូវជំនាញគាត់ចាអញ្ចឹងចាប់ដើមតែម្ដងទៅពីលេខ3មុនចាមិនដែរបងបាទតើទៅនៅព័ត៌មានសង្គមគឺបាកំសាន្តមួយកន្លែងនៅប្រទេសជប៉ុនហ្នឹងគឺទទួលបានការចាប់អារម្មណ៍ខ្លាំងពីវិធានអ្នកចូលមើលចូលកំសាន្តចូលទៅលេងណាដោយសារតែត្រូវថាតែបាហ្នឹងគឺជាបាដែលដោយឆាកែឆ្នៃរៀបចំរចនាបថតបតែងឡើងតាដោយសម្រាប់សិក្សាអូសរចនាបថទៀតណាសម្រាប់កែច្នៃចាដោយសម្រាប់កែច្នៃឲ្យគេយកមកធ្វើរៀបចំទៅទទួលបានការចាប់អារម្មណ៍ខ្លាំងបាទហើយយើងមិនដែលឃើញទេណាដែលគេកែច្នៃរបស់ហ្នឹងធ្វើទៅជាបារធ្វើទៅជាកន្លែងកម្សាន្តណាបាទចាស្អាតមើលរូបទៅឃើញស្អាតមែនតើបាទហ្នឹងស្ថិតនៅក្នុងទីក្រុងកាមីកាត់ស៊ូប្រទេសជប៉ុនដែលទទួលបានការចាប់អារម្មណ៍ច្រើនហើយដែលគេធ្វើឡើងអំពីសម្រាប់កែច្នៃបាទរួមចំណែកដោយសារតែការកែច្នៃបែបនេះរួមចំណែកកាត់បន្ថយនៃការបំពុលបរិស្ថានចាបាទតាមពិតទៅបាទនឹងស្ថិតនៅកណ្ដាលព្រៃដែលរចនាឡើងដោយលោកស្ថាបត្យករហ៊ីរ៉ូស៊ីណាកាមូរ៉ានិងក្រុម NAP ព្រមទាំងបានឈ្នះពានរង្វាន់ WAN Sustainable Building Award ឆ្នាំ2016ថែមទៀតព្រោះវាមើលទៅគឺវាលក្ខណៈពិសេសប្លែកអស្ចារ្យប្លែកជាងគេដែលកែច្នៃទាំងស្រុងចេញពីសម្រាមហើយវាជួយដល់ក្នុងការកាត់បន្ថយនៃបំពុលបរិស្ថានចឹងហើយទទួលបានការចាប់អារម្មណ៍ច្រើននៅថ្ងៃនេះបាទចាសុំសួរមួយមើលតាមរូបហ្នឹងទៅដូចជាកណ្ដឹងកន្លែងណាគេយកកែច្នៃហ្នឹងចាគេយកសម្រាមទៅដាក់កន្លែងណាវិញបងសម្រាមវាមិនមែនតែសិតតែគឺសម្រាមតែគេបោះចោលទេដូចជាកំណាត់ឈើកំណាត់អីដែលជាសល់ពីគេសល់អញ្ចឹងណាអញ្ចឹងក៏ចាក់ហ្នឹងក៏អាចយកកែច្នៃហ្នឹងបានទៅធ្វើជាបានហ្នឹងជាបានកំសាន្តបាទបាទហើយមើលទៅគួរឲ្យចាប់អារម្មណ៍មែនតើចាចាប់អារម្មណ៍មែនបាទតែគេថាបាទមើលទៅដូចផ្ទះសំណាក់ដូចអីវិញណាបងបាទមានខាងក្រោមកន្លែងកំសាន្តដែរហើយមានកលើកន្លែងដែលវាមានជាប់ខ្ញុំសម័យឃើញបាទធ្វើមានកន្លែងរាំកន្លែងផឹកស្រាដល់ពេលរូបមិញអត់ឃើញហងខំហមមើលបាទមើលតាមរូបភាពទៅឃើញចាអញ្ចឹងព័ត៌មានលម្អិតយ៉ាងម៉េចទៀតនោះគឺអាចចូលទៅមើលខ្លួនឯងនៅក្នុងលើ website សបាយទៅថាបាទហ្នឹងមិនវិញណាចាឥឡូវយើងបន្តទៅព័ត៌មានលេខ2ប្រចាំថ្ងៃនេះចាបាទទៅនឹងកីឡាបានលោកគ្រូមកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគឺលីតេហ៊ុនគាត់បានលើកមានគំនិតថាកីឡាករច័ន្ទវឌ្ឍនាការនឹងលេងកាន់តែល្អជាងនឹងទៅទៀតបន្ទាប់ពីកីឡាករនេះបានទៅហ្វឹកហាត់នៅប្រទេសជប៉ុនចា៎ដឹងស្រាប់ហើយកាលពីសប្តាហ៍មុនគឺកីឡាករច័ន្ទវឌ្ឍនាការនោះបានទៅហ្វឹកហាត់នៅក្លឹប Fuji Da My IC បានរយៈពេល1សប្តាហ៍នៅទីនោះដែលដូចថាគេទៅបង្កើននូវគុណភាពសមត្ថភាពពីជាផ្នែកខាងបាល់ទាត់ណាចាដឹងចឹងទៅបន្ទាប់ពីបានទៅនឹងលោកគ្រូបាល់ទាត់ជាតិកម្ពុជាលោកលីតេហ៊ុនគាត់បានមើលឃើញថាកីឡាករច័ន្ទវឌ្ឍនាការនឹងលេងកាន់តែល្អហើយនឹងជួយក្រុមជម្រើសជាតិកម្ពុជាធ្វើបានល្អនៅក្នុងព្រឹត្តិការណ៍កីឡា ASS Ski Cup ឆ្នាំ2011ដែលនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះបាទពីចុងសប្តាហ៍នេះគឺដើមសប្តាហ៍ក្រោយនេះគឺថ្ងៃទី20នេះណាបាទហើយឥឡូវនេះលីដាគឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគឺបានធ្វើដំណើរទៅប្រទេសសិង្ហបុរីកាលពីព្រឹកមិញដើម្បីប្រកួតមិត្តភាពជាមួយនឹងក្រុមបាល់ទាត់យុវជនអាយុ22ឆ្នាំរបស់សិង្ហបុរីហើយនឹងក្រុមបាល់ទាត់ជម្រើសជាតិក្រុមធំរបស់សិង្ហបុរីនៅថ្ងៃស្អែកនេះថ្ងៃអាទិត្យបាទអញ្ចឹងប្រកួតនៅទៅនឹងរួចក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលមានច័ន្ទវឌ្ឍនាការនឹងជាតារាថ្នាក់ឆ្នើមណាហើយនឹងធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាតែម្ដងគឺអត់ត្រឡប់មកស្រុកខ្មែរយើងវិញទេគឺទៅសិង្ហបុរីហើយបន្ទាប់ប្រកួតមិត្តភាពហើយគឺបន្តដំណើរទៅមីយ៉ាន់ម៉ាប្រកួតចូលរួមប្រកួតពានរង្វាន់ AAS Suzuki Cup ឆ្នាំ2011នេះម្ដងដែលយើងធ្លាប់បានផ្សាយជារឿយៗហើយគឺតែកម្ពុជា
នៅថ្ងៃទី20ត្រូវជួបជាមួយប្រទេសម៉ាឡេស៊ីហើយកម្ពុជាត្រូវជួបជាមួយមីយ៉ាន់ម៉ានៅថ្ងៃទី23ហើយនឹងចុងក្រោយគឺកម្ពុជាប្រកួតជាមួយនឹងវៀតណាមនៅថ្ងៃទី26នេះជាព័ត៌មានសំខាន់ដែលទទួលបានការចាប់អារម្មណ៍ពីច័ន្ទវឌ្ឍនាការដែលទទួលបានការកោតសរសើរហើយនឹងទុកចិត្តពីគ្រូបង្វឹកមានប្រទេសកម្ពុជាបាទខ្ញុំជឿជាក់ថាកីឡាបាល់ទាត់ស្រុកយើងឥឡូវហ្នឹងគឺការតបប្រសើរមិនថាតែច័ន្ទវឌ្ឍនាការគឺភាគច្រើនណាដោយសារតែមានការគ្រប់គ្រងច្រើនពីប្រជាពលរដ្ឋយើងសំបីតែខ្ញុំពីមុនមិនសូវមើលទេឥឡូវមើលរាល់ថ្ងៃបាទមិនមែនតែកីឡាករនៅតែល្អដែលក្រុមមួយទទួលបានជ័យជំនះតាមគឺមានអាស្រ័យលើកីឡាករនៅគឺអាស្រ័យលើកីឡាករជារួមហើយបូករួមជាមួយអ្នកគ្រប់គ្រងយើងច្រើនវិញជាលើកអំណាចផ្ដល់កម្លាំងចិត្តណាធ្វើឲ្យបាក់តទៅឲ្យយើងបន្តគ្រប់គ្រងណាសូមបន្តទៅព័ត៌មានលេខ1ប្រចាំថ្ងៃនេះចាតកតងនឹងមិននិយាយគេខ្ញុំភ្លេចដែរសង្គមសង្គមណាសង្គមសិល្បៈកំសាន្តចាមិនបិចបងក្នុងស្រុកក៏ក្រៅស្រុកចាគឺសិល្បៈក្នុងស្រុកគឺគង់សុជាតិទៅនៅវិធីការនេះគង់សុជាតិណាគឺគាត់ជួបជាមួយនឹងអតីតស្វាមីរបស់គាត់នៅក្នុងពិធីមង្គលការប្អូនប្រុសពៅរបស់គាត់ចាំមើលជឿថាតើពេលដែលគាត់ជួបគ្នាតើចាំមើលថាតើយ៉ាងម៉េចចាមានបញ្ហាភ្ញាក់ផ្អើលឬថាធ្វើឲ្យមិនមើលមុខគ្នាមិនចង់ឬក៏ខ្លាយទៅជារឿងសុបាយបើតាមគិតមិនដែលបានមើលអត្ថបទហ្នឹងអត់បានមើលផងបើក្នុងចិត្តគិតថានឹងអាចថាជារឿងគាត់សុបាយរីករាយរោគ្នាឬក៏គាត់ថាមើលមុខគ្នាមិនសូវចង់អត់ចង់ហ៊ានទេខ្លាចគេទៅខុសខ្មាស់គេបាទតែអញ្ចឹងខ្ញុំសូមបង្ហាញតែម្ដងទៅបាទប្រិមត្តទស្សនិកជនគឺអតីតតារាចម្រៀងគង់សម្បាដានីណាគឺជាប្អូនប្រុសពៅរបស់គង់សុជាតិហ្នឹងគឺទៅបានរៀបមង្គលការកាលពីថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2016កន្លងទៅថ្មីនេះណាហើយក្នុងពិធីទទួលភោជនីអាហារកាលពីយប់ម្សិលមិញណាគឺត្រូវបានគេចាប់អារម្មណ៍ខ្លាំងដោយពិធីការនេះគង់សុជាតិហ្នឹងជួបអតីតស្វាមីរបស់គាត់អតីតស្វាមីរបស់គាត់ក៏ទៅចូលរួមមង្គលការប្អូនរបស់គង់សុជាតិនឹងដែរចាមានថាគេនៅរាប់អានគ្នាបាទគេនៅរាប់អានគ្នាហើយនៅក្នុងពេលដែលហ្នឹងគឺតាមមើលទៅសកម្មភាពពួកគាត់នៅរាប់អានគ្នាធម្មតាគឺគង់សុជាតិក៏មានស្វាមីដែលទៅចូលរួមជាមួយហើយចំណែកប្តីរបស់គាត់ដែលឈ្មោះបាត់ឈ្មោះណាទេបីបាទគឺម៉ៅវិសាលភាពដែលជាអតីតប្រធានផ្នែកទីផ្សារនៅទូទៅប៉ូលី3ហើយនឹងជាអ្នកចំនួនធំផងហើយពួកគាត់ហ្នឹងគឺយកតង្កូនយកតប្រពន្ធថ្មីទៅជាមួយមានគ្រួសាររៀងខ្លួនអញ្ចឹងទៅយកទៅកូនទៅប្រពន្ធទៅថ្មីទៅដូចជាមួយហើយជួបជាមួយកងជាតិហ្នឹងគឺអង្គុយកន្លែងញ៉ាំហើយនឹងថតរូបជុំរួមគ្នាមកគឺរកអានគ្នាបាទគឺអត់មានប្រកាន់ហាប្តីដើមដីអីហ្នឹងអត់មានអតីតអីណាគឺរកអានគ្នាស្រុកស្រួលមួយនេះហើយមានកូនមានអីនៅជាមួយគ្នាសន្តិភាពហ្មងមើលទៅគឺពួកគាត់សន្តិភាពមែនតើគួរឲ្យសរសើរបាទនៅការរកអានរបស់គាត់ហ្នឹងសំខាន់ទស្សនិកជនយើងចាប់អារម្មណ៍ទៀតណានិយាយទៅប្រិយម្នាក់អានព័ត៌មានណាចារឿងចឹងហ្នឹងចាហើយយើងដឹងហើយគង់សុជាតិគាត់បានរៀបការជាមួយស្វាមីថ្មីរបស់គាត់គឺលោកគង់វិបុលចាពួកជាទូទៅជាវិបុលនេះគង់វិបុលគេខុសគ្នាចាច្រឡំចាជាមួយបងដែរឃើញចាថាជាទូទៅតែលែងលះគ្នាគេអត់សូវមើលមុខគ្នាឬមួយក៏ឃើញទៅអត់សូវនិយាយរកគ្នាអាចមិនត្រូវគ្នាពួកអីវាជាមូលហេតុដែលធ្វើឲ្យគេសម្រេចចិត្តបែកគ្នាចាបាទអញ្ចឹងនេះពិតជាប្លែកហើយឥឡូវនេះគង់ជាតិកំពុងមានផ្ទៃពោះហើយជាមួយថ្មីថ្មីហើយប្រហែលជា2ខែទៀតនឹងសម្រាប់ហើយអូដឹងទៀតបងចាអរគុណអញ្ចឹងព័ត៌មានថ្ងៃនេះគឺបញ្ចប់ហើយគឺព័ត៌មានចំនួន3មិញហ្នឹងចាសង្ឃឹមថាទស្សនិកជនយើងមិនភ្លេច Top View ទេនៅសប្តាហ៍ក្រោយនេះគឺនឹងពិធីបន់អំទូកចាយើងនឹងឈប់សម្រាកទាំងអស់គ្នាបាទហើយមានផែនការទៅណាទេអត់ផងចាថៃថាមានទៅមានឯករាជ្យទៅមុខវាំងអញ្ចឹងចូលរួមសប្បាយនៅពិធីបន់អំទូកហ្នឹងណាពីលើដំបូលផ្ទះអីហ្នឹងបាទសម្រាប់ខ្ញុំគឺនៅថ្ងៃស្អែកថ្ងៃសៅរ៍នេះខ្ញុំនឹងទៅខេត្តកាចេះអូហើយបានទៅខេត្តកាចេះហើយទៅលេងកំពីទៅលេងអីហ្នឹងណាសោតទៅហ្នឹងបាទចាំផ្ដល់ចែករំលែកទេសភាពសម្រាប់ស្អាតស្អាតបនអំទូកនៅខេត្តកាចេះហ្នឹងមិនខ្លះដែរខ្ញុំដឹងផងចាទោះបីជាយ៉ាងណាក៏ដោយ30 daily យើងនឹងបន្តមានព័ត៌មានថ្មីក្តៅដូចសមួយដងអញ្ចឹងគាត់ថា Top View យើងសូមសម្រាប់សិនទៅក្រោយអំទូកយើងនឹងចាប់ផ្ដើមបន្តវិញបាទជួបគ្នាវិញបន្តពាក្យបនអំទូកជូនពរទស្សនិកជនទាំងអស់គ្នារីករាយបនអំទូកទាំងអស់គ្នាហើយដូចសំមួយដងអញ្ចឹងចាយើងដល់ពេលត្រូវលាហើយកុំឲ្យយូរពេកណាចាប្រចាំប្រយ៉ែងធ្វើដំណើរតាមផ្លូវចាជួបជុំគ្រួសាររីករាយទាំងអស់គ្នាចាពេលនេះខ្ញុំលីដាហើយនឹងបងចន្ទរាចាសូមជម្រាបលាចាបាយបាយ